ស្វាគមន៍បងប្អូនទាំងនេះមកកាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំមាន iPhone 13 mini មកគ្រាប់ក៏ដូចជាចង់មកចែកម្លែកទៅកាន់បងប្អូនទាំងនេះជាពិសេសសម្រាប់បងប្អូនដែលកំពុងតែមានបំណងនៅក្នុងការទិញ model mini យកទៅប្រើអានេះគឺជាទូរស័ព្ទដែលជាវត្ថុកម្រមួយរបស់ Apple នៅក្នុងឆ្នាំ2021ដែលនៅក្នុងនោះគឺមាន4ស៊េរីមាន iPhone 13 mini 13 Plus សំដៅ13 Pro និង13 Pro Max អញ្ចឹង13 mini នេះគឺវាបញ្ចប់ត្រឹមហ្នឹងហើយដែលវាជាស៊េរីចុងក្រោយរបស់ Apple ហើយសម្រាប់ model mini ហើយក៏គេជប់ផលិតទៅដល់ជាមួយ model mini បន្តទៀតដែរហើយក្នុងករណីដែលបងប្អូនអរគ្នាចង់ទិញវាប្រើប្រាស់បងប្អូនត្រូវសម្រេចចិត្តឲ្យច្បាស់មុននឹងធ្វើការសម្រេចចិត្តព្រោះដោយសារតែតម្លៃវាក៏មិនធូរដែរមកគ្រាប់នេះខ្ញុំលក់315ព្រោះដោយសារតែម៉ាស៊ីនវា 256G អញ្ចឹងវាកម្រមានមែនតើ256ហើយជាម៉ាស៊ីនសាត់ពេបាទគឺជាម៉ាស៊ីនមួយដែលអាចដាក់ SIM ក៏ដូចជា add eSIM បន្ថែមចំពោះថ្មគឺនៅខ្ពស់គួរសមមកល្មមអាចបងប្អូនយកទៅប្រើបានអញ្ចឹងខ្ញុំនឹងនិយាយតទៅនឹងការទិញ iPhone 13 mini យកទៅប្រើប្រាស់ព្រោះដោយសារតែខ្ញុំមានប្រភេទផ្សេងដែលយកមកប្រៀបធៀបអានេះគឺជាទូរស័ព្ទ iPhone 15បងប្អូនអរគ្នាដែលនៅក្នុងនោះគឺបងប្អូនឃើញរូបរាងរបស់វាគឺវាខុសគ្នាឆ្ងាយមែនតើដែល iPhone 13 mini ហ្នឹងគឺវាតូចមែនតើអញ្ចឹងបើសិនជាក្នុងករណីបងប្អូនយកទៅប្រើប្រាស់បងប្អូនត្រូវតែប្រកាសថាបងប្អូនមិនសូវជាប្រើប្រាស់ច្រើនទេហើយក៏អត់សូវ focus ទៅលើការលេងហ្គេមខ្លាំងដែរព្រោះដោយសារតែថ្មវាតូចអញ្ចឹងវាអត់អាចកាន់បានយូរដូចប្រភេទ Pro Max ឬក៏ប្រភេទ Pro ឬក៏ពពួកធម្មតាទេហើយចំពោះសមត្ថភាពនៅក្នុងការប្រើប្រាស់របស់វាគឺវាអែមទាំងអស់កាមេរ៉ាក៏ដូច iPhone 13ទាំងស្រុងបាទគឺមាន lens Go lens ultra wide អញ្ចឹងទៅសមត្ថភាពនៃការថតគឺដូចគ្នាបំពាក់ chip ដូចគ្នាក៏ដូចជាម៉ាស៊ីនដំណើរការខ្លាំងដូចគ្នាគ្រាន់តែថ្មវាតូចជាងបន្តិចតែប៉ុណ្ណោះហើយរូបរាងរបស់វាតូចអញ្ចឹងទូរស័ព្ទនេះគឺស្អាតមែនតើវាមានរូបរាងតូចងាយស្រួលនៅក្នុងការប្រើប្រាស់ជាពិសេសអ្នកដែលគាត់អត់ចង់កាន់ទូរស័ព្ទដែលមានរូបរាងធំគឺប្រើប្រាស់ជាមួយនឹង model iPhone 13នេះគឺត្រូវមែនតើដែលនៅក្នុងនោះគឺបងប្អូនទាំងគ្នាទទួលបានជាមួយនឹង storage 256G មកធំល្មមអាចប្រើប្រាស់ការងារទូទៅមួយញាក់សាច់បាទអត់មានបញ្ហាទេគ្រាន់តែថាថ្មរបស់វារៀងស្ទើរបន្តិចអញ្ចឹងបងប្អូនទាំងគ្នាត្រូវតែទទួលយកនៅអ្វីដែលវាមានអញ្ចឹងណាបាទអានេះបើសិនជាបងប្អូនចង់ប្រើជាមួយនឹង iPhone 13 mini ហើយតើតោងជាមួយនឹង iPhone 13 mini នេះផងដែរគឺបងប្អូនទាំងគ្នាអាចយកវាទៅប្រើប្រាស់ទៅលើការប្រើប្រាស់ទៅលើ game មួយចំនួនបានដោយសារតែវាមិនជាបញ្ហាទេ Mobile Legends ឬក៏បងប្អូនចង់ប្រើប្រាស់ទៅលើកម្មវិធីទូទៅអីគឺបានមួយញាក់សាច់ហើយអ្វីដែលកាន់តែពិសេសគឺបងប្អូនអាចឡើងទៅកាន់ iOS 18ដូចគេឯងដែរបាទដែលនៅក្នុងនោះគឺយើងអាចធ្វើការ customize ទៅលើ icon ផ្សេងគឺវាស្អាតមែនទែនហើយចំពោះទូរស័ព្ទនេះផងដែរបងប្អូនទាំងគ្នានៅពេលបងប្អូនទិញហើយយកទៅប្រើប្រាស់នៅខេត្តឬក៏នៅតាមស្រុកភូមិបងប្អូនទាំងគ្នាគឺគេនឹងផ្លាយភ្នែកមែនតើក៏ដូចជាគេអាចថាឆ្ងល់ថាទូរស័ព្ទអីក៏ទូចម្លេះអីចឹងណាអានឹងគឺជាអារម្មណ៍មួយដែលខ្ញុំធ្លាប់កាន់ model mini នឹងទៅស្រុករបស់ខ្ញុំដូចគ្នាដែលនៅក្នុងនោះគឺបានសួរទៅជាមួយនឹង model ហ្នឹងហាត់អីបានវាតូចម្លេះអានឹងគេសួរ iPhone អីគេចឹងណាពេលខ្លះអ្នកខ្លះគាត់ថាទូរស័ព្ទចិនទៀតបាទអានឹងគឺជារឿងមួយដែលយើងគេហៅថាសប្បាយចិត្តមែនទែនដែលអត់មានអ្នកស្គាល់យើងកាន់របស់មួយដែលគេអត់ស្គាល់ហើយសមត្ថភាពនៃការប្រើប្រាស់របស់ VM អញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការជាមួយនឹង iPhone បាទគឺអាចទៅខ្ញុំបានមិនថាបងប្អូនចង់បាន iPhone 13 mini នេះឬក៏ model ផ្សេងទៀតទេគឺយើងមានទាំងអស់តែម្ដងអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការបានទស្សនាវីដេអូនេះខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយ